តួប្រុសកវីនរបស់យើងហ្នឹងក៏បានសម្រេចចិត្តថាដេញរត់ហ្នឹងត្រឡប់ទៅវិញហើយព្រោះអីគេមានអារម្មណ៍ថាចង់ប្រច័ណ្ឌមិនទេហើយរត់វិញអត់ចង់ទៅទេក្រាញយកតែមែនទេប៉ុន្តែកវីនហ្នឹងក៏បានឲ្យកូនចៅហ្នឹងជួយចាប់រត់ហ្នឹងក៏ឡើងឡានទៅហើយរត់ហ្នឹងក៏បើកឡានចេញទៅវិញទាំងបខំចិត្តទៅទាំងខ្សែភ្នែកហ្នឹងគឺស្លឹងតួស្រីទាំងស្ដាយអាឡ័យអញ្ចឹងណាហើយចំណែកតួប្រុសពេលដែលឃើញរត់ហ្នឹងគឺសម្លឹងតួស្រីលក្ខណៈថាសលឹងចង់ដាក់ភ្នែកអញ្ចឹងណាសលឹងចង់ធ្លុះតែម្ដងហើយតួប្រុសក៏មានអារម្មណ៍ចិត្តកើតប្រច័ណ្ឌមកហើយក៏បានចាប់តួស្រីហ្នឹងគឺទៅបោះក្នុងបន្ទប់ខ្លួនឯងហ្នឹងគឺដើម្បីចាប់ការតួស្រីតែម្ដងហើយដែលបន្តួស្រីហ្នឹងគឺមានមន្តស្នេហ៍យ៉ាងហ្នឹងធ្វើឲ្យប្រុសដែលនៅកន្លែងធ្វើការហ្នឹងគឺគ្មានណាចង់ធ្វើការទេគឺអង្គុយមើលទៅមុខនាងនេះថ្នាក់នាងអន់សម្រស់ហើយណានៅតែប៉ុណ្ណឹងចុះបើសិនជាដូចនាងមកដបងឲ្យឃើញមិនដឹងថាម្នាក់នឹងលងស្មារណាទេហើយក៏បានចាប់ដៃតួស្រីហ្នឹងគឺសកត់នៅលើក្បាលណាហើយក៏យកដៃមកចំហៀងទៀតហ្នឹងគឺចាប់កត្រាក់អាវហ្នឹងគឺដាច់លាវខ្ទេចខ្ទីអស់ហើយលេងទៅហើយតួប្រុសហ្នឹងក៏បានចាប់ការទៅតួស្រីវិញក៏ស្រែកបន្តបតាប់ពេញនឹងឯងនិយាយទៅគឺលើស្រីភាគច្រើនគឺស៊ូកម្លាំងប្រុសមិនបានស្រាប់ទៅហើយកន្លះម៉ោងទៅ1ម៉ោងក្រោយមកហ្នឹងគឺភារកិច្ចលើក្រេហ្នឹងក៏បានហើយតួស្រីហ្នឹងក៏ងើបវាយតួប្រុសយកទៅពុតធោណាហើយតួប្រុសហ្នឹងមិនដឹងធ្វើម៉េចក៏យកខ្សែចងដៃតួស្រីជាប់ក្បាលក្រេទៅធ្វើឲ្យតួស្រីហ្នឹងគឺរើតាណាក៏រើមិនរួចដែរក៏នៅនឹងតែម្ដងហើយក៏បានខឹងតួប្រុសស្រែកជាយកទៅពុតធោណាហើយហៅតួប្រុសសត្វអាឈួតព្រោះអីវាដល់កំណត់ពេកដែលតួស្រីហ្នឹងគឺត្រូវស្អប់តួប្រុសខ្លាំងហើយនិយាយទៅតួស្រីហៅតួប្រុសសត្វអាឈួតអារុកចិត្តស្អីណាឯនេះនិយាយទៅអាប្រែតអានរួញនិយាយទៅគឺតួស្រីហាអាក្រក់មែនទែនព្រោះអីល្មមគេហាអាក្រក់ព្រោះតួប្រុសហ្នឹងគឺមិននៅចាប់គេមកហ្នឹងយកមកខាំងដាក់ច្បាក់ដាក់អីរហូតដល់ស្គមស្គៀងខូចរូបខូចសម្រស់អស់លីងហើយឲ្យគ្នាញ៉ាំបាយមួយថ្ងៃទៅមកពេលទៀតទោះថាតួស្រីហ្នឹងពោះចឹកពោះអីទៅបានដូរឲ្យមកធ្វើការធម្មតាហើយញ៉ាំបាយធម្មតាដូចគេឯងនិយាយទៅគឺទរណកម្មសុទ្ធតែម្ដងបន្តមកទៀតហ្នឹងគឺតួស្រីហ្នឹងក៏នៅជាប់ចងនៅនឹងឯងរហូតដល់តួប្រុសហ្នឹងជាបច្ចុកបាយបច្ចុកទឹកណាហើយដល់ពេលតួស្រីនឹងចង់ចូលបន្ទប់ទឹកនឹងបានវីវមែនតែនតួស្រីថាបើសិនជាមិនប្រឡែងមិនស្រាយខ្សែចងដៃទេនឹងតួស្រីនឹងនោមនៅនឹងលើពុកនឹងតែម្ដងហើយតួប្រុសពេលលឺអញ្ចឹងក៏បានស្រាយខ្សែហ្នឹងគឺ3តួស្រីហ្នឹងទៅដាក់បន្ទប់ទឹកហើយតួស្រីបាននិយាយថាចេញទៅក្រៅផងមិនខ្លាចខ្ញុំរត់មែនបើខ្ញុំរត់រួចហើយតួប្រុសហ្នឹងក៏បានដើរចេញទៅក្រៅបិទទ្វារបន្ទប់ទឹកទៅតួស្រីហ្នឹងក៏បានចាប់ការធុរៈផ្ទាល់ខ្លួនទៅ3-4-5នាទីក្រោយមកតួស្រីទុកដាក់ធុរៈរួចរាល់អស់ហើយហ្នឹងក៏បានបើកទ្វារចេញក្រៅហើយតួប្រុសហ្នឹងក៏បានចាប់លីតួស្រីហ្នឹងគឺទៅដាក់លើក្រេទៀតហើយនិយាយទៅអត់ឲ្យតួស្រីហ្នឹងចេញទៅក្រៅបានទៀតតែម្ដងនិយាយទៅខាងលើកហ្នឹងខាងជាលើកទី3ហើយតួស្រីនិយាយថាខឹងយកតែមែនតែនហើយចាយដនអីហ្នឹងគឺកូនចៅរបស់តួប្រុសហ្នឹងគឺមានអ្នកឈឺចំនួនដល់ទៅ2នាក់ម្នាក់ជុកពោះម្នាក់រាកហើយដល់ពេលហ្នឹងទៅគឺអត់ខ្វះអ្នកកាត់ស្លឹកតែហ្នឹងណាទើបបខំចិត្តហ្នឹងប្រឡែងតួស្រីឲ្យមកជួយកាត់ស្លឹកតែជាមួយនឹងខ្លួនហើយពេលដែលតួស្រីកាត់ស្លឹកតែហ្នឹងគឺតួប្រុសហាមមិនឲ្យតួស្រីហ្នឹងទៅកាត់ឆ្ងាយពីខ្លួនឡើយត្រូវតែកាត់នៅជាមួយខ្លួននឹងឯងហើយតួស្រីវិញនិយាយថាខឹងតួប្រុសស្អប់តួប្រុសដល់ថ្នាក់អត់មើលមុខតែម្ដងណាស្អប់យូរតែមែនតែនមិនស្អប់ធម្មតាទេស្អប់លក្ខណៈសំឡេងក៏មិនចង់ឮដែរតួប្រុសនិយាយជាមួយមុនដល់20ម៉ាត់តួស្រីឈរធ្វើមិនដឹងហើយលុះទៅដល់ម៉ោងញ៉ាំបាយហ្នឹងតួប្រុសហ្នឹងក៏មកញ៉ាំបាយទល់មុខតួស្រីហើយតួស្រីហ្នឹងក៏កិច្ចរហូតដល់តួប្រុសហ្នឹងចាប់ដៃតួស្រីជាប់ណាហើយប្រាប់ថាបើមិនញ៉ាំបាយជាមួយគេទេគេនឹងចាប់បឺតមាត់នៅកន្លែងរោងញ៉ាំបាយនឹងឲ្យកម្មករមើលតែម្ដងហើយតួស្រីពេលអញ្ចឹងក្តាប់មាត់ហើយយកដៃគោះតុឡើងផាំងហើយអត់និយាយអីទេ
ប្រឹងញ៉ាំបាយគប់ទៅតួស្រីក្រោកធ្វើមិនដឹងដើរទៅបាត់ទៅហើយតួប្រុសពេលឃើញតួស្រីញ៉ាំលឿនហើយងើបទៅបាត់ទៀតខ្លួនក៏កាន់ចានបាយនឹងរត់តាមតួស្រីទៀតទៅបន្ទាប់ពីរត់តាមតួស្រីហើយហ្នឹងគឺតួស្រីទៅអង្គុយក្រោមដើមឈើម្នាក់ឯងហើយក៏យំហើយតួប្រុសហ្នឹងក៏ឃើញអញ្ចឹងណាក៏បានសួរថាតើកើតអីបានចង់យំហើយតួស្រីបាននិយាយថាក៏លោកចាប់ខ្ញុំមកដោយគ្មានមូលហេតុអញ្ចឹងហើយខឹងបងប្រុសខ្ញុំមកចាប់ខ្ញុំទាំងតែខ្ញុំមិនដឹងអីផងហើយចាប់ខ្ញុំមកទុកខ្ញុំឧទ្ទិសកលអញ្ចឹងឲ្យធ្វើការដុនដាបដដាបដដួសខាងក្នុងបន្ទប់ក្រោមដីខាងក្នុងបន្ទប់ជន់ខ្ពស់ហើយដាក់ច្បាក់ជើងនិយាយទៅគឺមកចប់សពគ្រប់តែម្ដងសួរថាខ្ញុំនឹងជាមនុស្សឬមួយក៏ជាធាតុជាសត្វអញ្ចឹងណាហើយញ៉ាំបាយនឹងដូចគ្នាហេតុអីអញ្ចឹងមិនញ៉ាំបាយជាមួយគ្នាធ្វើការក៏ដោយដែរចាំឲ្យខ្ញុំកាត់តែជាមួយលោកធ្វើអីខ្ញុំកាត់តែជាមួយអ្នកផ្សេងខ្ញុំសប្បាយចិត្តជាងអាចនិយាយលេងសើចសប្បាយធ្វើខ្ញុំនឹងបាត់ stress ដល់ពេលមកខ្ញុំកាត់តែជាមួយលោកញ៉ាំបាយជាមួយលោកអ៊ូតទឹកជាមួយលោកគេជាមួយលោកអញ្ចឹងខ្ញុំមិន stress ងាប់អីទេអីខ្ញុំប្រហែលជាដាច់ខ្យល់ក្នុងថ្ងៃហ្នឹងឯងមើលទៅដោយសារអីដោយសារតែខ្ញុំស្អប់លោកខ្លាំងហ្នឹងឯងមនុស្សប្រែតមនុស្សរក់និយាយទៅគឺហៅមកចប់តែម្ដងណាហើយតួប្រុសពេលឃើញតួស្រីអញ្ចឹងក៏វិញចានបាយចោលរត់មកចាប់តួស្រីហ្នឹងបូនញីញក់មាត់ក្រោមដើមឈើហ្នឹងឯងទៀតរហូតដល់មាត់តួស្រីហ្នឹងហើមស្ដុំតែម្ដងហើយតួប្រុសហ្នឹងក៏បានព្រមលេងតួស្រីហើយច្រានតួស្រីហ្នឹងគឺដួលអុកក្តិតទៅនឹងគល់ឈើចិត្តហ្នឹងណារហូតដល់តួស្រីហ្នឹងឆ្លោះចកេះតែម្ដងនិយាយទៅតួប្រុសយើងហ្នឹងក៏អាក្រក់សង្ហាក៏សង្ហាណាហើយតួស្រីហ្នឹងក៏ឆ្លោះចកេះក៏ងើបអត់ចង់រួចដូចគ្នាក៏ត្រូវបានតួប្រុសហ្នឹងគឺចាប់3តួស្រីហ្នឹងគឺយកទៅបោះលើក្រេទៀតហើយរហូតដល់តួស្រីគ្នាឈឺអាចឈឺចកេះហើយមកលើកបោះអញ្ចឹងទៀតណាគ្នាឡើងចុកតែម្ដងហើយតួប្រុសហ្នឹងក៏បាននិយាយថានៅដេកលេបថ្នាំឲ្យបានជាសិននៅចាំទៅធ្វើការតទៀតគេនោះក៏បានបិទទ្វារប៉ាំងក៏ទៅធ្វើការទៅហើយតួស្រីនោះក៏ជឿចកេះចង់ដាច់ហើយដោយសារតួប្រុសនោះគឺអុកហើយអុកទៀតចឹងណាហើយតួស្រីនោះក៏បានជឿចកេះក៏អង្គុយកញ៉ាន់ទៅដេកលក់ទៅដោយមិនបានងូតទឹកដូរខោអាវអីទេហើយលោកល្ងាចឡើងតួប្រុសឡើងពីធ្វើការវិញហ្នឹងក៏ញ៉ាំបាយញ៉ាំអីទៅក៏កាន់ចានបាយមួយចានម្ហូបមួយហ្នឹងយកទៅឲ្យតួស្រីនៅជាន់លើហើយតួស្រីហ្នឹងគឺពេលតួប្រុសបើកទ្វារចូលទៅឃើញថាតួស្រីហ្នឹងគេងលក់នៅឡើយមិនទាន់ទាំងងូតទឹកមិនទាន់ទាំងដូរខោអាវទៀតហើយតួប្រុសណាយកចានទៅដាក់ចានបាយចានម្ហូបហ្នឹងទៅដាក់លើតុហើយហ្នឹងក៏បានដើរមកដោះលាវអាវតួស្រីហើយតួស្រីពេលដែលភ្ញាក់ឡើងហ្នឹងឃើញថាតួប្រុសកំពុងតែបើកលាវអាវដោះលាវអាវហ្នឹងក៏មានក៏ស្មានថាតួប្រុសហ្នឹងចាប់លោបខ្លួនទៀតដែរហើយក៏បានកវាដៃតួប្រុសហើយក៏បានអង្កលខិតទៅមកខាងក្រេទៀតហើយតួប្រុសនោះក៏បានចាប់ទីជើងតួស្រីរូតែម្ដងណាហើយក៏បានចាប់ហែកអាវតួស្រីអស់លីងហើយតួស្រីវិញបន្ទាប់ស្រែកចេកចាច់ពេញហ្នឹងហើយតួប្រុសនោះក៏បានចាប់អបតួស្រីហ្នឹងគឺចាប់3តួស្រីហ្នឹងចូលក្នុងបន្ទប់ទឹកណាដើម្បីបើកទឹកក្តៅអ៊ុនហ្នឹងគឺងូតទឹកងូតអីក៏អសក់ឲ្យតួស្រីហើយតួស្រីវិញណាអៀនក៏អៀនខ្មាស់ក៏ខ្មាស់ខឹងក៏ខឹងហើយដេញឲ្យតួប្រុសចេញទៅវិញណាតែតួប្រុសហ្នឹងអត់ព្រមចេញពីបន្ទប់ទឹកទេដោយតួប្រុសហ្នឹងអាងថាតួស្រីហ្នឹងនៅឆ្លោះចកេះនៅឡើយមិនទាន់ឈប់បានស្រួលបួលហើយតួស្រីបាននិយាយថាមិនអីទេវាប៉ុណ្ណឹងវាមិនងាប់ទេអត់បាយ3-4ថ្ងៃផងមិនងាប់នៅបន្ទប់ក្រោមដីងឹតជើងផងមិនងាប់មកគ្រាន់ឆ្លោះចកេះងាប់ហើយតួប្រុសក៏បាននិយាយថាបើសិនជានៅតែនិយាយខ្លាំងទៀតណានៅតែឌឺទៀតណាគេនឹងចាប់រំលោភក្នុងបន្ទប់ទឹកតែម្ដងហើយតួស្រីហ្នឹងគឺអត់ព្រមមកឈប់ទេព្រោះតួស្រីខឹងណាច់គាត់ខឹងគាត់បានខ្វល់ឲ្យទាំងអស់គឺគាត់ស្រែកញីញ៉ៃតែបន្ទប់ជេរតួប្រុសពេញក្នុងបន្ទប់ទឹកហើយតួប្រុសហ្នឹងទ្រាំអត់បានណាក៏ចាប់តួស្រីក្នុងបន្ទប់ទឹកតែម្ដងទៀតទៅរហូតធ្វើឲ្យតួស្រីហ្នឹងទន់ជង្គង់តែម្ដងយីតួប្រុសរបស់យើងនេះសាហាវរបស់គេមែនហើយតួស្រីហ្នឹងគឺពេលដែលរួចរាល់ណាងូតទឹកខ្លួនឯងពុងប៉ាំងហើយធ្វើជាដើរចេញមកទាំងកចើតណាហើយតួប្រុសហ្នឹងក៏ងូតទឹកតាមពីក្រោយពុងប៉ាំងមកក៏
មកតាមតួស្រីតន់នៅមុខបន្ទប់ទឹកហ្នឹងក៏បីតួស្រីទៅដាក់លើក្រេទៀតហើយទាំងដែលខ្លួនម្នាក់ហ្នឹងគ្មានអ្នកណាមានខោអាវទេព្រោះអីចូលទៅនឹងភ្លេចយកកម្មាពគូទៅទាំងអស់គ្នាហើយពេលទៅដល់លើក្រេហ្នឹងតួប្រុសហ្នឹងក៏កើតអារម្មណ៍ទៀតហើយក៏បខំតួស្រីកេងបន្តទៀតហើយតួស្រីរបស់យើងហ្នឹងក៏ទៀតដែរអញហើយកម្មវេទនាហ្នឹងហើយស្អែកឡើងហ្នឹងគឺពួកគេទាំងពីរហ្នឹងក៏បានងើបព្រមគ្នាហើយតួស្រីហ្នឹងក៏បានងើបមុនណាងូតទឹកងូតអីមុនហើយចកេះហ្នឹងក៏រៀងធូរតែបន្តិចទេហើយតួប្រុសបានសួរថាចកេះមិនយាយហើយតួស្រីក៏បាននិយាយថាមិនទាន់ងាប់ទេហើយតួប្រុសហ្នឹងគឺគ្រឹះតួស្រីទៀតហើយព្រោះអីតួស្រីចាប់ផ្ដើមចេះឌឺឯណាឌឺហើយនិយាយបញ្ចុះទៀតហើយដល់ពេលហ្នឹងដែរតួប្រុសក៏បាននិយាយថាស្មានណាបានឈប់និយាយណាគោខួរក្បាលខ្ញុំស្មានណាបានឈប់និយាយបញ្ចុះប្រសោកហើយតួប្រុសតួស្រីក៏បានប្រាប់ថាខ្ញុំនិយាយប៉ុណ្ណឹងវានៅស្ទើរទេបើឲ្យខ្ញុំនិយាយវាខ្លាំងជាងនឹងទៀតតែខ្លាចតែថានាយឯងនេះមិនឲ្យខ្ញុំនិយាយហើយតួប្រុសនោះក៏បានខឹងតួស្រីទៀតដែរហៅគេហ្នឹងម្ដងលោកម្ដងនាយម្ដងអាម្ដងអីអញ្ចឹងណាតួប្រុសនោះគឺគ្រឺតតួស្រីដល់កំណត់ហើយតួស្រីហ្នឹងគឺលិចពាក់ខោអាវហើយរត់ចុះទៅក្រោមមុនទៅហើយតួប្រុសហ្នឹងក៏ចូលបន្ទប់ទឹកធ្វើធុរៈផ្ទាល់ខ្លួនកំពុងបប៉ាំងហើយហ្នឹងក៏រត់តាមតួស្រីចុះទៅក្រោមទៀតនិយាយទៅដូចគូក្មេងលិចដេញគ្នាតែម្ដងហើយអ៊ំចុងភៅពេលឃើញអញ្ចឹងណាគាត់ក៏វិក្បាលទ្រុលតែម្ដងព្រោះអីលក្ខណៈថាពីរនាក់ហ្នឹងដូចកូនក្មេងសម័យកូនក្មេងរត់ដេញគ្នាអោបគ្នាចាប់គ្នាអញ្ចឹងណាគាត់ក៏មិនដឹងនិយាយថាម៉េចដែរហើយតួតាមតែគាត់នៅយូរឆ្នាំមកគាត់សង្កេតចរិតតួប្រុសណាគាត់ថាតួប្រុសហ្នឹងគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តឲ្យស្រីហ្នឹងក៏ឡើងទៅលើបន្ទប់ខ្លួនឡើយគឺឡើងបានតែម្នាក់គឺអ៊ំចុងភៅនឹងឯងព្រោះឲ្យអ៊ំចុងភៅនឹងគាត់ជាមនុស្សចាស់ហើយជាមនុស្សដែលតួប្រុសនឹងទុកចិត្តបំផុតក្រៅពីនឹងគឺគាត់ថាឡើយស្រីស្អាតតែអ្នកបារើស្រីនោះក៏ចូលមិនបានផងប៉ុន្តែនេះចាត់ទុកថាសំណាងហើយគឺតួប្រុសនឹងឲ្យតួស្រីនឹងគឺតកេកបាននៅនឹងអីនឹងអញ្ចឹងណាជាធម្មតាតួប្រុសមិនឲ្យអ្នកណាចូលដាច់ខាតសម្បីតែប្រើបន្ទប់ទឹកជាមួយហ្នឹងក៏មិនឲ្យប្រើដែរតែឥឡូវហ្នឹងគឺតួប្រុសហ្នឹងគឺបែបជាភ្លេចខ្លួនឬមួយក៏ព្រមចិត្តយ៉ាងណាក៏មិនដឹងដែរអ៊ំចុងភៅបានត្រឹមតែឆ្ងល់ហើយសែនឆ្ងល់ហើយតួស្រីចុះមកដល់អត់ញ៉ាំបាយទេរត់ទៅកាត់ស្លឹកតែទៀតហើយបន្ទាប់ពីកាត់ស្លឹកតែហើយហ្នឹងតួប្រុសឃើញថាតួស្រីអត់ព្រមញ៉ាំបាយព្រឹកហ្នឹងគេក៏កាន់បាយមួយចានហ្នឹងយកទៅឲ្យតួស្រីនៅកន្លែងកាត់ស្លឹកតែហើយតួស្រីហ្នឹងក៏អត់ញ៉ាំទេគាត់ទៅពីធ្វើការទៅហើយតួប្រុសហ្នឹងក៏ទ្រាំអត់បានហ្នឹងក៏ទៅដល់ចាប់ដៃតួស្រីអបចកេះអបអីក៏និយាយថាបើសិនជាអត់ព្រមញ៉ាំបាយទេខ្ញុំលោបនៅកន្លែងហ្នឹងតែម្ដងឲ្យពួកកម្មករហ្នឹងវាបានមើលឈោទាំងអស់គ្នាហើយតួស្រីដល់ពេលលឺអញ្ចឹងគ្រឹះតួប្រុសហ្នឹងក៏វាយតួប្រុសកដាលដើមទ្រូងម្ដាយផាំងទៅដោយខឹងចិត្តមែនទែនហើយក៏បានច្រានតួប្រុសហ្នឹងក៏នឹងផ្ងាក្រោយណាមកតំហឹងកូនស្រីហើយតួស្រីហ្នឹងក៏បានដើរទៅទាញចានបាយហ្នឹងក៏អង្គុយញ៉ាំក្រោមដើមឈើតែឯងកាយញាត់ទៅមុខអត់មើលតួប្រុសឯងហើយចំណែកតួប្រុសហ្នឹងក៏ស្រឡឹងតួស្រីឃើញថាញ៉ាំបាយហើយគេក៏លួចញឹមម្នាក់ឯងណាគេក៏បានកាត់ស្លឹកតែបន្តទៀតទៅហើយចំណែកកម្មករផ្សេងណាពេលអើតមកឃើញថាតួស្រីតួប្រុសហ្នឹងគឺងងក់ដាក់គ្នាម្នាក់ងម្នាក់ញឹមអញ្ចឹងពួកគេហ្នឹងគឺនិយាយថាចំការរបស់យើងតិចទៀតប្រហែលជាមានអូនតូចនឹងរត់លេងប្រងព្រាតពេញនឹងហើយក៏នាំគ្នាសើចខិទៅហើយចំណែកឯតួប្រុសវិញហ្នឹងគឺកំពុងតែកាត់សុកហ្នឹងក៏មានកូនចៅហ្នឹងរត់មកប្រាប់ថាមាន order ធំទៀតហើយត្រូវតែប្រញាប់ធ្វើឲ្យគេអញ្ចឹងណាហើយតួប្រុសហ្នឹងក៏បានស្រែកប្រាប់កូនចៅទាំងឡាយហ្នឹងរួមទាំងតួស្រីហ្នឹងឲ្យនៅគ្នាឆាប់ប្រញាប់ដៃប្រញាប់ជើងហើយតួស្រីណាពេលឮតួប្រុសប្រញាប់ដៃប្រញាប់ជើងទៀតហ្នឹងគឺបោះចានបាយចោលតែម្ដងរត់ទៅធ្វើការទៀតទៅហើយក៏ធ្វើមុខដូចសេញអញ្ចឹងណាហើយតួប្រុសពេលឃើញតួស្រីវិញចោលចានបាយអញ្ចឹងគេក៏ខឹងយ៉ាងខ្លាំងណាឈោច្រត់ចកេះមើលតួស្រីតែម្ដងតួស្រីអត់ខ្វល់ទេដើរទៅកាត់ដាក់ធ្វើមិនដឹងហើយធូបប្រុសហ្នឹងក៏ដើរទៅរើសចានបាយហ្នឹងក៏ទុកយ៉ាងស្រួលហើយក៏ហៅស្រែកហៅអ៊ំចុងភៅនោះឲ្យមកយកហើយចំការរបស់គេហ្នឹងរាប់សិបហិកតាតែម្ដងណាដោយតួប្រុសហ្នឹងគឺ
បានបង្កើតជាលក្ខណៈអាគារល្មម3ជាន់ហ្នឹងសម្រាប់កូនចៅគេងហើយគេក៏មានផ្ទះផ្ទាល់ខ្លួនហ្នឹងនៅចិត្តហ្នឹងមកកន្លែងដែរសម្រាប់រស់នៅជាមួយនឹងជាធម្មតាគេនៅជាមួយប្អូនតែដល់ពេលប្អូនទៅរៀនទៅត្រូវបាត់បង់ជីវិតអញ្ចឹងគេនៅម្នាក់ឯងហើយឥឡូវបានតួស្រីមកនៅបានជាគ្នាហើយលោកកន្លងមកដូចជារយៈពេលពីមួយខែទៅមួយខែណាតួស្រីហ្នឹងក៏ចាប់ផ្ដើមកាត់ត្រួយតែហ្នឹងកាត់ចុះកាត់ឡើងតួស្រីក៏វិលមុខហើយតួស្រីក៏មួយរយៈហ្នឹងមានអារម្មណ៍ថាខ្លួនឯងហ្នឹងអត់ស្រួលទេក្រោកព្រឹកឡើងហ្នឹងអួតចោលរហូតហើយមកធ្វើការវិញមកទាំងវិលមកទាំងឈឺក្បាលមកទាំងហត់នឿយអញ្ចឹងណាប៉ុន្តែនៅតែស៊ូនៅតែទ្រាំកុំឲ្យគេថាស្អែបស្អួយទុនខ្សោយអញ្ចឹងណាហើយតួស្រីហ្នឹងក៏បានពឹងឲ្យកម្មករស្រីដូចគ្នាហ្នឹងជួយទិញប្រដាប់ប្រណិតទឹកនោមឲ្យគេផងហើយគេហ្នឹងក៏អត់មានលុយនៅខ្លួនទេក៏ទៅខ្ចីអ៊ំចុងភៅហើយអ៊ំចុងភៅហ្នឹងក៏បានឲ្យលុយទៅហ្នឹងក៏បានដោយមិនគិតថ្លៃទេប្រាប់ថាយកទៅព្រោះឃើញថាតួស្រីធ្វើការរាល់ថ្ងៃគ្មានលុយខែទេប្រៀបដូចទេសកលអញ្ចឹងណាហើយតួស្រីហ្នឹងក៏អរគុណអ៊ំចុងភៅច្រើនហើយក៏យកលុយហ្នឹងទៅឲ្យកម្មករស្រីហ្នឹងឲ្យជួយទិញប្រដាប់ប្រឌិតទឹកនោមណាហើយកម្មករស្រីហ្នឹងគឺល្ងាចឡើងក៏បាននាំគ្នាជិះកង់ហ្នឹងទៅប៉ុន្តែតួស្រីអត់អាចមានសិទ្ធិចេញពីចំការនឹងបានទេហើយលុះយប់ឡើងហ្នឹងគឺកម្មករស្រីហ្នឹងក៏បានទិញបានហើយប៉ុន្តែអត់ទាន់ឲ្យតួស្រីទេចាំព្រឹកព្រោះអីពេលហ្នឹងគឺតួស្រីគឺយប់ហើយដល់អាចចូលដំណេកជាមួយនឹងតួប្រុសទៀតហើយតួស្រីការងារច្រើនជាងគេថ្ងៃឡើងហ្នឹងគឺធ្វើការកាត់ស្លឹកតែហើយយប់ឡើងហ្នឹងគឺប្រើតួប្រុសនៅលើក្រេតែម្ដងនេះទៅការងារតួស្រីទាំងយប់ទាំងថ្ងៃហើយតួប្រុសណាមានអារម្មណ៍ថាត្រូវចិត្តមែនទែនហើយក៏មានអារម្មណ៍ថាមានក្តីសុខដោយមិនដឹងខ្លួនណាពេលនៅជាមួយតួស្រីហើយតួស្រីយើងវិញហ្នឹងគឺអាការៈវាចេះតែធ្ងន់ទៅហើយរហូតដល់ព្រឹកឡើងហ្នឹងក៏បានទទួលផ្ដាប់ទឹកនោមពីកម្មករស្រីកន្លែងកាត់ស្លឹកតែហ្នឹងក៏យកទៅពិនិត្យណាក៏បានឃើញថាឡើងពីកម្មហ្នឹងក៏ដឹងខ្លួនឯងហើយព្រោះឲ្យធ្លាប់រៀនធ្លាប់អីហ្នឹងគេដឹងខ្លួនគេដឹងធ្វើម៉េចទេអញហើយគិតក្នុងចិត្តណាចុះបើសិនជាយូរទៅពោះចេះតែធំទៅគិតយ៉ាងណាហើយក៏បានឲ្យកម្មករស្រីហ្នឹងក្មេងជទងហ្នឹងឲ្យទៅសួររឿងថ្នាំទម្លាក់កូនថាមានដែរឬអត់ហើយពេលនឹងដែរបានបែកការហើយកម្មករស្រីនេះក៏បានប្រាប់ថាអូយទិញថ្នាំទម្លាក់កូនមិនខ្ញុំមិនហ៊ានទិញទេខ្ញុំខ្លាចបាបបើសិនជាចង់បានគឺទៅទិញខ្លួនឯងទៅហើយតួស្រីបានប្រាប់ថាបើខ្ញុំចេញទៅបានខ្ញុំមិនប្រើនាងទេព្រោះដោយសារតែខ្ញុំចេញទៅវាអត់បានហើយកម្មករស្រីហ្នឹងក៏បានប្រាប់ថានាងដួងใจគួរតែប្រាប់ចវាយទៅក្រែរចវាយហ្នឹងគាត់មានដំណោះស្រាយឲ្យអញ្ចឹងណាហើយតួស្រីក៏បានប្រាប់ថាប្រាប់គេមិនបានទេតែប្រាប់គេទៅនឹងចប់ហើយហេមិនហេនេះគេសម្លាប់ទាំងខ្ញុំសម្លាប់ទាំងកូនទេដឹងហើយកម្មករស្រីក៏បាននិយាយថាចវាយដូចជាមិនមែនអ្នកចិត្តអាក្រក់ទេធម្មតាគាត់ចិត្តល្អជាមួយកូនចៅខ្លាំងណាតែហេតុអីបានគាត់ចិត្តអាក្រក់ជាមួយតែអ្នកនាងម្នាក់ខ្ញុំក៏មិនយល់ដែរហើយបើសិនជាកូននឹងជាកូនរបស់ចវាយមេណាខ្ញុំជឿថាគាត់នឹងមិនសូវសម្លាប់ទេគឺគាត់នឹងដឹងតែស្រឡាញ់លើសដើមអញ្ចឹងណាព្រោះគាត់នឹងគឺបាត់បង់ប្អូនអញ្ចឹងហើយបើសិនជាមានក្មេងម្នាក់មួយចំនួនប្អូនគាត់ណាគាត់ក៏ប្រហែលជាស្រឡាញ់ថ្នាក់ថ្នមខ្លាំងដូចគ្នាហើយតួស្រីក៏បានប្រាប់ថាវាប្រហែលជាមិនអាចទេព្រោះអីតួប្រុសហ្នឹងគឺស្អប់ខ្ញុំខ្លាំងមែនទែនអញ្ចឹងហើយមិនអាចទុកកូនខ្ញុំបានទេរាល់ថ្ងៃហ្នឹងខ្ញុំនៅទាំងថ្ងៃស្លាប់ក៏មានដែរហើយតួស្រីហ្នឹងក៏មុខស្ងួតស្ងាត់ក្រៀមក្រំទៀតទៅក៏កាត់ស្លឹកតែបន្តទៀតហើយតួប្រុសហ្នឹងគឺអាឡ័យតែដឹកស្លឹកតែហ្នឹងទៅឲ្យមួយណាហើយនឹងចូលរោងចក្ររបស់ខ្លួនហើយក៏បានទៅចោលតួស្រីហ្នឹងដូចជាចង់មកទឹកអត់ទាន់ត្រឡប់មកវិញទេព្រោះអាឡ័យទៅចូលរោងចក្រព្រោះគេមាន order យ៉ាងច្រើនតគ្នាតែម្ដងណាហើយតួស្រីហ្នឹងក៏ចង់ទៅរត់ចេញទេប៉ុន្តែមិនដឹងចេញតាមណាហើយចៃដនហ្នឹងគឺមានឡានមកដឹកស្លឹកតែទៅរោងចក្រហ្នឹងណា
ហើយនឹងមានមួយឡានដឹកស្លឹកតែប្រភេទលេខ2ហ្នឹងមកមួយឡានទៀតហើយតួស្រីឃើញថាបើសិនជាបថុយទៅនឹងគឺមានតែនៅក្នុងអាកាណូស្លឹកតែនឹងឯងតែតួស្រីមិនដឹងថាទ្រាំនៅបានបណ្ណាទៀតទេហើយដល់ពេលតាឡាននឹងរៀបចំហើយហ្នឹងគឺបាត់តួស្រីតែម្ដងព្រោះតួស្រីគឺសម្រាប់ចិត្តហ្នឹងគឺពួនក្នុងអាកំណូឆាដែលនៅក្នុងឡាននឹងតែម្ដងណាដោយតួស្រីនេះគឺអង្គុយទាំងវេទនាតែម្ដងដកដង្ហើមមិនចង់ដល់គ្នាប៉ុន្តែយ៉ាងណាក៏ស៊ូយ៉ាងណាក៏ត្រូវទៅហើយលុះប្រហែលជា5-6ម៉ោងក្រោយមកហ្នឹងគឺឡានហ្នឹងគឺបានទៅដល់ផ្ទះគេហើយដែលជារោងចក្រខ្នាតតូចចឹងណាសម្រាប់ផលិតម្សៅឆាហើយតួស្រីណាពេលឃើញឡានចតហ្នឹងក៏បានឆ្លៀតពេលហ្នឹងគឺរើបន្តិចមកហ្នឹងគឺដើម្បីលុតតលាកចេញពីលើឡានហើយម្ចាស់ឡានហ្នឹងក៏អត់បានដឹងដែរដោយសារតែគេចុះពីលើឡានហ្នឹងគឺទៅចូលទៅក្នុងផ្ទះដើម្បីចូលបន្ទប់ទឹកបាត់ហើយតួស្រីនេះក៏បានដើរលោបហ្នឹងក៏ចេញមកផ្លូវធំបានហ្នឹងក៏បានកាក់ឡានហ្នឹងឲ្យជូនខ្លួនហ្នឹងទៅផ្ទះពេលដែលទៅផ្ទះហើយហ្នឹងគឺប៉ាម៉ាក់របស់គេហ្នឹងគឺឃើញថាសភាពកូនហ្នឹងដល់កហើយខ្មៅហើយក៏ស្គមទៀតមើលកូនអត់ចង់ស្គាល់ណាជាពីមុនមិញហ្នឹងគឺជាពីថាស្អាតតារាសំចាញ់ឥឡូវហ្នឹងគឺខុសគ្នាឆ្ងាយដូចមេឃនឹងដីហើយតួស្រីហ្នឹងក៏យំអោបម៉ាក់របស់នាងហើយម៉ាក់នាងក៏យំអោបកូនវិញទៅក៏បានសួរនាំហើយតួស្រីហ្នឹងក៏អត់ទាន់ហ៊ានប្រាប់អីដែរគ្រាន់ប្រាប់ថាទៅលេងផ្ទះមិត្តភ័ក្តិទៅនាំគ្នាទៅលេងនៅកោះទៅជាប់នៅហ្នឹងតួស្រីណាក៏ហក់លាដែរតែការកុហករបស់តួស្រីវាមិនបានយូរទេព្រោះអីហ្នឹងគឺរយៈពេល5ខែក្រោយមកនឹងពោះតួស្រីក៏ឡើងធំស្គូលតែម្ដងណាហើយម៉ាក់តួស្រីហ្នឹងក៏បាននិយាយថាម៉ាក់មិនជឿថាកូននឹងដោះក្បាលពោះទេកូនប្រហែលជាមានកូនហើយម៉ាក់តួស្រីក៏បានហៅពេទ្យចំណិតហ្នឹងឲ្យមកពិនិត្យសុខភាពក៏ឃើញថាតួស្រីហ្នឹងមានកូនដល់តែ5ខែមែនហើយពោះលោកចេញមកប៉ុណ្ណាណីហើយក៏បានសួរជំរិតតួស្រីណាហើយតួស្រីហ្នឹងក៏បានយំរៀបរាប់ទាំងការពិតទៅរឿងរ៉ាវវិញចេះមួយចោះមួយណារហូតដល់ម៉ាក់តួស្រីហ្នឹងគឺចាប់ផ្ដើមធ្លាក់ថ្លើមក្តុកហើយអនាគតសង្សាររបស់កូនប្រុសខ្លួនហ្នឹងគឺត្រូវបានស្លាប់ដោយសារតែស្នាដៃកូនប្រុសខ្លួនឯងអញ្ចឹងហើយម៉ាក់តួស្រីហ្នឹងគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហ្នឹងក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរណាក៏ខលតាកតងទៅកូនប្រុសក៏តាកតងវាមិនបានទៀតទូរស័ព្ទក៏បិទទៅហើយម៉ាក់តួស្រីហ្នឹងក៏មិនដឹងធ្វើម៉េចទេណាក៏មានអារម្មណ៍មួយថាចង់នាំប្តីរបស់គាត់ហ្នឹងគឺទៅចរចាជាមួយនឹងទូប្រុសហើយម៉ាក់តួស្រីហ្នឹងក៏សម្រេចចិត្តថានាំប្តីគាត់ហ្នឹងទៅចរចាជាមួយតួប្រុសប៉ុន្តែអត់ស្គាល់ផ្លូវទេក៏បានសួរតួស្រីហ្នឹងក៏បានប្រាប់ថាម៉ាក់អើយមិនបាច់ទៅចរចាជាមួយទេចាត់ទុកថារឿងឲ្យវាចប់ត្រឹមហ្នឹងទៅកុំឲ្យវាញ៉ៃញ៉ៃទៀតព្រោះអីខ្ញុំស្អប់អាពេលហ្នឹងហើយខ្ញុំអត់ចង់ឃើញមុខវាទៀតទេហើយម៉ាក់តួស្រីហ្នឹងក៏បាននិយាយថាទោះបីមិនចង់ជួបក៏ត្រូវតែជួបដែរកូនព្រោះយើងនៅរាល់ថ្ងៃមានច្បាប់មានទម្លាប់អញ្ចឹងហើយយើងនឹងក៏ត្រូវជួយគ្នាដោះស្រាយណាកូនកុំនាំគ្នារត់គេចហើយតួស្រីពេលលឺអញ្ចឹងណាធ្លាក់ខ្លួនឈឺតែម្ដងដោយមិននិយាយស្ដីជាមួយនឹងអ្នកណាទាំងអស់ណានៅឃុំខ្លួនតែក្នុងបន្ទប់លក្ខណៈចង់កើតរោគវិកលចរិតណាចង់កើតរោគចិត្តវិកលចរិតហើយម៉ាក់របស់នាងហ្នឹងគឺពេលដែលទៅសួរនាំជាមួយនឹងតួប្រុសណាតួប្រុសហ្នឹងក៏បានប្រាប់និយាយប្រាប់តាមត្រង់តាមដែលតួស្រីប្រាប់មែនប៉ុន្តែតួប្រុសគេនិយាយមកមានហេតុផលមួយយ៉ាងណាគឺគេហ្នឹងគឺស្រឡាញ់តួស្រីចង់នាំតួស្រីមកហ្នឹងគឺឲ្យតួស្រីហ្នឹងដឹងពីការរស់នៅនិងការបើកអាជីពជាអ្នកដាំស្លឹកតែអញ្ចឹងណាដើម្បីតួស្រីហ្នឹងគឺស៊ាំជាមួយនឹងចំការហើយគេនឹងចូលស្ដីដណ្ដឹងតួស្រីតាមប្រពៃណីប៉ុន្តែម៉ាក់តួស្រីបាននិយាយថាហេតុអីកូនខ្ញុំមើលទៅសភាពដូចជាយ៉ាប់ដូចជាអ្នកទោសអ្នកទេសកលអញ្ចឹងណាហើយតួប្រុសនោះក៏បាននិយាយថាដូចខ្ញុំប្រាប់អ្នកមីងអញ្ចឹងគឺខ្ញុំសុំទោសរឿងគ្រប់យ៉ាងព្រោះអីដែលខ្ញុំមិនបានថែរក្សាកូនអ្នកមីងឲ្យបានល្អសម្បូរទៅវិញព្រោះអីនៅនេះគឺម្នាក់គឺសិតតែសម្បល់ខ្មៅដូចគ្នាព្រោះឲ្យយើងត្រូវធ្វើការហាលក្តៅហាលថ្ងៃ
ប៉ុន្តែសង្ឃឹមថាបើសិនជាកូនអ្នកមីងមិនព្រមខ្ញុំក៏មិនទៅខឹងដែររៀបការហើយនោះខ្ញុំឲ្យនាងនៅទៅក្នុងផ្ទះក៏បានហើយម៉ាក់ទួស្រីនោះក៏បាននិយាយថាចុះរឿងកូនប្រុសរបស់ខ្ញុំតើអូនតើលោកគិតថាយ៉ាងម៉េចដែរលោកចាប់គេបានហើយមែនទេហើយតួប្រុសក៏បាននិយាយថាបាទខ្ញុំចាប់បានហើយប៉ុន្តែខ្ញុំក៏មិនទាន់បានជំរាបបញ្ជីជាមួយដែរគឺធ្លាប់បានទៅសួរនាំម្ដងប៉ុន្តែគេហ្នឹងគឺមានហេតុផលផ្សេងទៅមួយយ៉ាងគេព្រមទទួលកំហុសទេបើសិនជាគេព្រមទទួលកំហុសហ្នឹងខ្ញុំក៏សូមឲ្យគេសារភាពមកដើម្បីរឿងរ៉ាវវាឆាប់ចប់ប៉ុន្តែគេនៅតែអត់សារភាពហើយម៉ាក់តួស្រីហ្នឹងក៏បាននិយាយថាអញ្ចឹងខ្ញុំចង់ទៅជួបកូនប្រុសរបស់ខ្ញុំតើគេនៅខេត្តអីនៅប្រទេសណាហើយសូមឲ្យអាស័យដ្ឋានមកចាំខ្ញុំនឹងប្តីខ្ញុំនឹងហោះហើរទៅហើយចំណែកឯកូនស្រីរបស់ខ្ញុំហ្នឹងគឺគេមានទម្ងន់ដល់ទៅ5ខែណោះសង្ឃឹមថាលោកនឹងជាកូនប្រុសដើមទ្រូង5ហាត់ហ៊ានទទួលខុសត្រូវហើយតួប្រុសហ្នឹងក៏បានងក់ក្បាលហើយក៏បានសាពះសំទោសម៉ាក់តួស្រីណាហើយក៏បាននិយាយថាបន្ទាប់ពីចាប់ការរឿងកូនប្រុសរបស់អ្នកមីងហើយហ្នឹងគឺខ្ញុំនឹងចូលស្ដីដណ្ដឹងកូនស្រីអ្នកមីងតាមប្រពៃណីហើយម៉ាក់តួស្រីហើយនិងប៉ាតួស្រីហ្នឹងក៏បានហោះហើរទៅរកកូននៅប្រទេសក្រៅ